សំឡេងខ្សឹបខ្សួលទ្រង់ឈួលដងហងទឹកភ្នែកហូរស្រក់រំលៀនដំរងដងលើផែនថ្មរឿងរ៉ាវឈឺចាប់ហាក់ប្រាប់ដោយផ្ទាល់ព្រំដែនពិភពភាសជនខ្វាយខ្វល់នឹកដល់ភូមិស្រុកក្រោមដំបងតង់គោយន្ត្រីប្រាចូលរីកុមារតារយ៉ាងណាខ្លោចផ្សាទួលទុកសៀមអនដេថៃអត់បីអៀនមុខជាតិចោកំពុករករៀនអ្នកស្រុកដីគេដូនតាសង្ឃឹមថាមេបើកភ្នែកញោមខ្មែរមានសង្ឃឹមព្រំដែនសីមាអាចនៅរួបរួមជួបជុំគ្រួសារចូលរីកុមារ